hello តោះអញ្ចឹងថ្ងៃនេះគឺយើងមកធ្វើការនិយាយគ្នាតទៀតបន្តពីយើងរៀន PD array ស្អីច្រើនមកយើងមកធ្វើការសិក្សាអំពី FVG បន្តទៀតថា FVG CB អីនេះគឺជាអីគេណាអញ្ចឹងគ្រប់ចាំតិចយើងអញ្ចឹងខ្ញុំដឹងថាអ្នកនរគ្នាធ្លាប់រៀនពីមុនមកហើយថា FVG គឺជាអីគេ PD ស្អី CBCA គឺជាអីគេឥឡូវវីដេអូនេះខ្លីទេយើងអត់ញញ៉ៃច្រើនទេអញ្ចឹងថ្ងៃនេះគឺយើងមកធ្វើការនិយាយអំពីរំលឹកណាយើងមករំលឹកអំពី FVG គឺជាអីគេនៅក្នុង PD array ហ្នឹងវាមានហ្នឹងហើយវាមាន BC CB CB ហើយនឹង BPR អូខេ Boolean Prime Rank BPR ហើយនឹង liquidity void បន្តទៀត liquidity void អញ្ចឹងទៅណាអញ្ចឹងវាសិតតែជាប្រភេទនៃ FVG ដូចគ្នាដែលផ្សំឡើងពី3 candle ឬក៏2 candle ហើយវាមាន expansion ណាអូខេអញ្ចឹងFVG វាគឺជាអីគេណាឥឡូវគឺខ្ញុំមកប្រាប់ដល់អ្នកគ្នា FVG វាមានលក្ខណៈបែបណាអញ្ចឹងនេះ FVG វាមានលក្ខណៈ3 candle ឡើងទៅអញ្ចឹង candle ទី1 candle ទី2បន្តមក candle ទី3ចឹងលុះតាវាផ្គុំឡើងជា3 candle បិទ candle close បានន័យថាបិទ candle close ហ្នឹងទៅវាជា FVG នេះអញ្ចឹងអាតំបន់ប្រហោងហ្នឹងឯងគឺជា FVG ដែលវាអាចនឹង fill gap វានឹងនៅពេលណាមួយហើយបានបុកឡើងទៅលើមកអញ្ចឹងអាហ្នឹងគឺជា FVG ឯងអញ្ចឹង FVG បានន័យថា FVG បានន័យថាវាជាកម្លាំង candle មួយដែលវា expansion ដែលផ្សំឡើងជា element ជាច្រើនដែលមានដូចជា retracement expansion អីចឹងទៅណាអញ្ចឹងអាហ្នឹងឯងគឺជា FVG ហើយ CB គឺជាអីគេ CB គឺជាអាហ្នឹងក៏ជា CB FVG មួយ FVG ជាមួយនឹង CB BC ហ្នឹងគឺដូចគ្នាដែលមានពាក្យពេញថា by side inefficiency and cell side inefficiency អញ្ចឹងអាហ្នឹងឯងវាបានន័យថា CB គឺតំណាងឲ្យ FVG ដែល bullish ណា BC cell side និងby side និង cell side inefficiency អញ្ចឹងទៅណាអញ្ចឹងវាគឺជាប្រភេទនៃអានឹងដូចគ្នាទេណាអូខេវាជាប្រភេទនៃ FVG ដូចគ្នាចុះ CB មានលក្ខណៈនេះ CB គឺ cell side អានេះគឺជា by side អានេះគឺជា cell side by side inefficiency ដូចគ្នាអញ្ចឹងគឺជា FVG ដែលមានលក្ខណៈ bearish ណាអញ្ចឹងវាគឺជា FVG ដែលមានលក្ខណៈ bearish នេះអញ្ចឹងវាគុំឡើងដោយ3 candle 1 2 3អញ្ចឹងអា3 candle កណ្ដាលហ្នឹងហើយវាគឺជា FVG ហ្នឹងឯងណាដែលគេអាចដាក់ថា CB អូខេអញ្ចឹងអាហ្នឹងគឺជា CB នឹងឯងអញ្ចឹងឃើញត្រឡប់មកវិញគឺដដែលគឺអាហ្នឹងគឺជាប្រភេទបណ្ដុំនៃ FVG group បានន័យថាfair value group នឹងឯងណាវាដូចសាច់ដុំយើងចឹងវាមានសាច់ដុំ group Marshall group របស់វាអញ្ចឹងទៅចាហ្នឹងប្រភេទ FVG មានដូចគ្នាប្រភេទនៃ order block group គឺមានដូចគ្នា order block reclaim order block rejection block ហោហាយអញ្ចឹងទៅណាអូខេហោហាយអញ្ចឹងទៅចឹងនេះវាសិតជា group នៃរបស់វានឹងឯង liquidity ក៏វាមាន group របស់វាដែរណាចឹងនឹងយើងត្រូវដឹងទៅចឹងយើង FVG យើងដឹងហើយអ្នកអត់រៀនក៏ដឹងក៏ធ្លាប់ដឹងពីមុនដែរអញ្ចឹង BPR គឺជាអីគេ BPR គឺជាFVG ដែលផ្គុំឡើងដោយ3ឬក៏2 candle ដែរក៏ប៉ុន្តែវាឆ្លោះគ្នាបាននេះបានន័យថាវាឆ្លោះគ្នាបែបនេះអានេះនៅខាងឆ្វេងដៃវាក៏មានចន្លោះបែបហ្នឹងនៅខាងស្ដាំដៃវាក៏វាមានចន្លោះបែបហ្នឹងហើយគឺជា balance BPR ហ្នឹងឯងណា BPR អូខេអញ្ចឹងអាហ្នឹងគឺជា BPR ហើយវាមានអត្តពលខ្លាំងហើយតែមាន BPR គឺមានអត្តពលខ្លាំងបន្តពី sweep by side ឬក៏ sell side ហើយអញ្ចឹងវាមានលក្ខណៈបែបណាទៀតវាមានលក្ខណៈឧទាហរណ៍ថាជំនួយខ្ញុំបើកឲ្យមើលណាទៅគឺជា BPR នេះគឺស្អាតតែជា BPR នេះគេចានេះគឺស្អាតតែជា BPR ដែលវាឆ្លោះគ្នាបានន័យវាឆ្លោះគ្នាវា overlap នៅក្នុងភាសារបស់គេគឺនិយាយថា overlap ហ្នឹងឯងអញ្ចឹងអាហ្នឹងគឺជា BPR ណាហើយមើលជាមួយខ្ញុំឲ្យឧទាហរណ៍នេះអានេះគឺស្អាតតែជានេះដែលវាឆ្លោះគ្នាអញ្ចឹងទៅអាហ្នឹងគឺឆ្លោះគ្នាបានន័យថាវាខាងឆ្វេងដូចគ្នាខាងស្ដាំក៏វាមានចន្លោះ gap ដូចគ្នាដែរចាហ្នឹងគឺជា BPR ហ្នឹងឯងណាអញ្ចឹងបន្តមកគឺយើងនឹងនិយាយអំពី liquidity void គឺជាអីគេ liquidity void ភាគច្រើនមាសអត់សូវឃើញទេ liquidity void ភាគច្រើនវាស្ថិតនៅក្នុងនេះស្ថិតនៅក្នុង Nasdaq វាមានច្រើនទេវាមានអា gap ដែលវាបាក់និយាយដែលវាមិនហ្នឹង
đại vì miền lại cái này chẳng như mơ đừng khơi những phần này trái đại vì miền lại cái này ba opening máu vì ba tranh máu ba làm trắng á nè nó cứ bị ba làm trắng nó cứ chia liquidity với cái chụp bằng đôm này FVG đấy cái này nó khác lại FVG chứ các bạn cái này cái thải giờ họ đã thấy ai chứ các bạn này nhé ok đấy cái này chẳng tệ hoặc là bây giờ bằng đôm group này FVG tệ chẳng ở đôi chiều mía ở đôi chiều anh ấy đi khơi ngày một đây này cha này cứ chỉ liquidity boy này ngày đại với chia bằng đôm đấy với chia smart bằng FVG đấy cái này với smart bằng FVG đấy nè với smart bằng FVG việc đặt ghép á bạn ấy bị trở việc bài AP bài opening price chẳng tới việc đặt ghép trong biết được sẽ khởi nhà nữa dù khởi đòn thì cha nó cứ chỉ lập nghiệp đại dương hiện ông FVG chẳng ngày nó cứ dương hiện FVG group 200 cho đó ngày khởi yên cho tờ advan mà đòn tìm cái nè advan mây chẳng bao giờ advan mà đòn tìm cái chẳng là chạm những chụp thế là về khởi tiền